គណៈជាបឋមខ្ញុំកណាសូមនមស្ការចំពោះប្រជុំ3នៃត្រៃរតជាទីគោរពសក្ការៈដ៏គង់ខ្ពស់សូមនមស្ការចំពោះទេរាតារាគ្រប់ព្រះអង្គចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបទាំងក្នុងប្រទេសនិងក្រៅប្រទេសចឹងនៅក្នុងគ្រាឱកាសថ្ងៃនេះដែរជាថ្ងៃទី16ខែមករាឆ្នាំ2026ខ្ញុំកណាអាត្មាភាពបានជីវដែកមកបន្ថែមអញ្ចឹងដែកនេះបានសទ្ធាអំពីឧបាសិកាលីងតកែរំសិនភ្នំធំបានព្រមទាំងកូនចៅបានជួយមួយតោនញោមស្រីវិបុលតារាតកែរំសិននៅអូស្ងួតបានជួយមួយតោន$630និងឧបាសិកាការឈូករឹកម៉ាឡៃនៅភ្នំធំបានជួយមួយតោន$630ច្រើនចំពោះការចូលរួមជីវដែកបន្ថែមនេះអញ្ចឹងញាតិញោមឃើញអនុមោទនាជ្រះថ្លាក្នុងការចូលរួមកសាងសាលាឆាន់ថ្មីឥឡូវសាលាឆាន់ថ្មីនេះគឺដោយសារតែដែកអត់ទាន់គ្រប់ទេនៅខ្វះច្រើនទៀតញាតិញោមប៉ុន្តែនេះគ្រាន់ថាបាន1តោនជីវ1តោនបាន2តោនជីវ2តោនទៅតាមទឹកលុយព្រោះយើងជពាក់អត់បានអញ្ចឹងហើយគឺបានថវិកាបណ្ណាអាត្មាជីវប៉ុណ្ណឹងសិនអញ្ចឹងសង្ឃឹមថាម្ចាស់សទ្ធាទាំងអស់អនុមោទនាជ្រះថ្លាក្នុងការចូលរួមកសាងសាលាឆាន់នេះអញ្ចឹងសូមឲ្យបានចំណែកបុណ្យស្មើគ្នាហើយញោមប្រាថ្នានៅពុទ្ធពរណាសម្បត្តិណាសូមឲ្យបានសម្រេចដូចបំណងប្រាថ្នាស្តប់ចឹងសូមជម្រាបជូនដល់ញាតិញោមពុទ្ធបរិស័ទដែរឥឡូវយើងមកទស្សនាសកម្មភាពនៃការចាក់ធ្នឹមសាលាឆាន់ដែលមានបណ្ដោយ36ម៉ែត្រទទឹង26ម៉ែត្រកម្ពស់2ជាន់ញាតិញោមចាឥឡូវនេះជាសកម្មភាពជាងបាននឹងកំពុងចាក់នៅធ្នឹមអញ្ចឹងយើងចាក់ធ្នឹមនេះដោយសារតែថវិកាយើងជីវដែកអត់គ្រប់ញាតិញោមអញ្ចឹងហើយយើងបានចាក់បណ្ដើឥឡូវយើងចាក់រួចបានត្រឹមតែ30%ទេ30%យើងចាក់អញ្ចឹងគឺធ្នឹមយើងធំញាតិញោមកម្ពស់40កម្ពស់50ទៅទឹកនឹង30អញ្ចឹងធ្នឹមធំមែនទែនហើយឥឡូវនេះយើងបានរៀបចំធ្នឹមហ្នឹងគឺនេះគេហៅថាធ្នឹមត្រកណ្ដាលហ្នឹងគឺមួយខ្សែនឹងទៀតឥឡូវយើងបានរៀបចំបន្តហើយធ្វើយ៉ាងណាហ្នឹងយើងឲ្យបានរួចដោយសារតែមិនចង់ឲ្យដែកនឹងច្រេះទេញាតិញោមហ្នឹងហើយអញ្ចឹងយើងបានចាក់បន្តឥឡូវដែកយើងបានជីវមកបន្ថែមហ្នឹងយើងតមកខាងត្នេខាងនេះទៀតហើយយើងតមកទៀតអញ្ចឹងយើងធ្វើតាមដំណាក់កាលដែលយើងមិនមានដែកគ្រប់គ្រាន់ព្រោះថាយើងទិញទាំងដងអស់ច្រើនណាស់ញាតិញោមអញ្ចឹងលុយយើងអត់មានអញ្ចឹងហើយយើងបានត្រឹមតែធ្វើបាន2តោនធ្វើ2តោនបាន3តោនធ្វើ3តោនបន្តដោយសារតែកុំឲ្យជាងនឹងសម្រាប់អស់ការងារជាងដោយពេលដែលយើងរជាងមកវិញមិនងាយទេញាតិញោមតែពេលពួកគាត់ចេញទៅឆ្ងាយណាចេញទៅធ្វើការឆ្ងាយហើយយើងមានថវិកាពិបាកនឹងហៅពួកគាត់មកធ្វើវិញអញ្ចឹងដោយសារតែគាត់មានជំនាញខាងពីថៃមកគាត់ចេញពីថៃមកឥឡូវគាត់បានចាប់ផ្ដើមមកធ្វើនៅវត្តយើងនេះអញ្ចឹងឃើញថាទឹកដីគាត់ស្អាតគាត់ធ្វើការងារបានល្អអញ្ចឹងហើយយើងមិនចង់ឲ្យដាច់ការងារទេអញ្ចឹងហើយបានស្មារតីចេះតែសំណុំពរបណ្ឌបាតញាតិញោមណាម្នាក់1តោនទៅយើងនឹងបានរួចរាល់ហើយយើងបានរួចរាល់ធ្នឹមនេះរួចហើយយើងនឹងអាចផ្អាកឬក៏អាចទុកចោលបានរយៈពេល2ទៅ3ខែឬក៏1ឆ្នាំបានដោយសារតែទឹកអត់ស៊ីឬក៏ច្រេះអត់ស៊ីដោយសារតែយើងបានចាក់រួចអញ្ចឹងគឺយើងឥឡូវនេះយើងនៅសល់ត្រឹមប៉ុណ្្នឹងទៀតញាតិញោមពាក្យកណ្ដាលទៀតមិនមែនងាយទេណាញាតិញោមហើយដែកយើងឃើញហើយញាតិញោមដែកនឹងស្ញេះហើយមកចិត្តនេះដែកយើងមើលដែកច្រើនឆ្អឹងដែកច្រើនមែនទែនញាតិញោមអញ្ចឹងគឺអ្វីដែលយើងចំណាយធ្វើហើយគឺចង់ឲ្យមាំចង់ឲ្យជាប់ណាចង់ឲ្យរឹងមាំបានយូរ
កុំធ្វើរួចនៅអត់កើតអញ្ចឹងទៅពេលយើងធ្វើរួចចំណាយលុយច្រើនម្នាក់ចំណាយលុយហើយដល់ទៅពេលយើងធ្វើរួចហើយអត់ឲ្យសារយកចិត្តទុកដាក់ធ្វើរួចនៅមិនកើតប្រើមិនកើតអានោះជាបញ្ហាធ្ងន់តែម្ដងញាតិញោមអញ្ចឹងអាគារធំយើងត្រូវមានការប្រយ័ត្នប្រយែងមែនទែននៅធ្វើតាមក្បួនវិស្វករដែលចេញប្លង់ឲ្យមិនមែនយើងចេះតែនឹកឃើញធ្វើទេអញ្ចឹងគឺអ្វីដែលយើងធ្វើនេះសិតតែខាងជំនាញវិស្វករគេគូសប្លង់ឲ្យធ្វើតេស្តដីណាញាតិញោមមិនមែនចេះតែយើងនឹកឃើញធ្វើទេអញ្ចឹងគឺជំនាញអាគារធំបែបនេះយើងពឹងទៅលើវិស្វករទាំងស្រុងហើយញាតិញោមព្រោះអញ្ចឹងនេះជាចំណែកមួយដែលសទ្ធារបស់ញាតិញោមទាំងអស់ដែលបានចូលរួមតិចច្រើនហ្នឹងគឺចង់បានបន្តអញ្ចឹងញាតិញោមហ្នឹងហើយអញ្ចឹងសង្ឃឹមថាញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបនឹងបានចូលរួមបន្ថែមទៀតហ្នឹងហើយទៅតាមសទ្ធាទៅតាមទឹកចិត្តរបស់ញាតិញោមដែលចង់ឲ្យសាលាឆាន់នេះបានរួចជាស្ថាពរប៉ុន្តែជឿក្នុងឱកាសនេះខ្ញុំកណាត់អាត្មាភាពជម្រាបដំណឹងបុណ្យការប្រាក់ផងដែរញាតិញោមដើម្បីយកមកត្រួតត្រងក្នុងការចំណាយចាយវាយក្នុងការកសាងសាលាឆាន់នេះគឺការប្រាក់នៅក្នុងថ្ងៃទី31ញាតិញោម31គឺយើងត្រូវចុះរោងថ្ងៃទី1ខែកុម្ភៈហ្នឹងយើងត្រូវបង្ហើយអញ្ចឹងបានន័យថាចូលរោងថ្ងៃទី31ខែមករាឆ្នាំ2021ដល់ទៅពេលយើងបង្ហើយថ្ងៃទី1ខែកុម្ភៈឆ្នាំ2026អញ្ចឹងគឺក្នុងកម្មវិធីនោះមានកម្មវិធីបំពុះកុលបុត្រផងដែរញាតិញោមព្រោះអញ្ចឹងញាតិញោមដែលមានកូនចៅមានចៅដែលគាត់លះបង់ការសិក្សារៀនសូត្រផ្នែកអាណាចក្រហើយអញ្ចឹងញាតិញោមអាចអញ្ជើញយកមកបំពុះបានហើយការបំពុះហ្នឹងញាតិញោមមិនបាក់ភ័យរឿងលុយកាយទេមានបណ្ណាចូលប៉ុណ្ណឹងទៅអាត្មាភាពនឹងរាប់បំពុះនឹងដោយញាតិញោមបាក់ព្រួយបារម្ភអញ្ចឹងក៏សូមអរគុណច្រើនសុខចម្រើនអាយុវែងទាំងអស់គ្នាបងណា